ថ្ងៃនេះសិស្សថ្នាក់ខ្ញុំមានការប្រកួតពិសេសដើម្បីទទួលមេដាយមាសមេដាយប្រាក់និងមេដាយសំរឹទ្ធនេះនឹងមានកាដូផ្សេងជាច្រើនហើយការប្រកួតនោះគឺការប្រកួតប្រកបពីថាតើថ្ងៃនេះអ្នកណាជាជើងឯកដើម្បីឈ្នះមេដាយនេះសូមអ្នកទាំងអស់គ្នាចាំតាមដានទស្សនាទាំងអស់គ្នាយេលក្ខខណ្ឌនៃការប្រកួតគឺលោកគ្រូនឹងបង្វិលកងរកពាក្យចៃដន្យឲ្យសិស្សប្រកបសិស្សមានឱកាស2ដងក្នុងការប្រកបដោយធ្វើអក្ខរវិញ្ញាឱកាសលើកទី1គ្រូនឹងអានពាក្យ3ដងឲ្យសិស្សប្រកបបើសិស្សប្រកបមិនបានទេគ្រូនឹងអានពាក្យនោះ2ដងទៀតឲ្យសិស្សប្រកបជាលើកទី2បើសិស្សនៅតែប្រកបមិនបានទៀតនោះសិស្សត្រូវធ្លាក់ពីការប្រកួតតើកូនពាក្យថាឧស្សាហ៍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 ពេញតួអក្សរសជើងសស្រៈអាអក្សរហសញ្ញាតនឃាតអក្សរសអក្សរបជើងអស្រៈអាអក្សរយោអក្សរសជើងអស្រៈអាអក្សរកអក្សរកស្រៈអាអក្សរលបានម្ដងទៀតណាសម្បត្តិណាតនមកជើងបាទមុនហ្នឹងមានសិស្ស15នាក់ឥឡូវនៅសល់តែ6នាក់ប៉ុណ្ណោះបន្ទាប់មកនៅសល់5នាក់បាទចាំកូនវិញអារម្មណ៍មិនដែរមានអារម្មណ៍ថាគាត់ទៅខ្លួនឯងក៏ឡងប្រកួតប្រកបបានបាទចាំអានេះមានអារម្មណ៍មិនដែរកូនហើយហើយចាំកូនប្រុសមានអារម្មណ៍មិនដែរយូអូយូបាទប្រងយូចាំកូនស្រីមានអារម្មណ៍មិនដែរសប្បាយតិចសប្បាយតិចឥឡូវនៅសល់3នាក់ចុងក្រោយ3នាក់នេះគឺត្រូវដណ្ដើមយកមេដាយមាសមេដាយប្រាក់និងមេដាយសំរឹទ្ធបាទហើយការប្រកួតនេះតាំងពី120ពាក្យរហូតមកដល់សល់តែប្រហែលជា20ពាក្យទេហើយចាប់តាំងពីម៉ោង9ព្រឹករហូតដល់ឥឡូវជិតម៉ោង11ត្រឹមអូអញ្ចឹងការប្រកួតនេះពិតបានណាស់អញ្ចឹងកូនទាំង3ត្រូវខំប្រឹងណាកូនឥឡូវកូនមានអារម្មណ៍មិនដែរដល់វគ្គនេះហើយមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងអូបាទចុះឥឡូវកូនប្រុសវិញមានអារម្មណ៍ថាអត់យូរទៀតទេអូលែងយូរហើយเนาะបាទតែកូនស្រីមានអារម្មណ៍មិនដែរមានអារម្មណ៍ថាសប្បាយចិត្តបាទទោះបីជាកូនប្រុសកូនស្រីធ្លាក់ក៏ដោយនេះក៏នៅតែបានរង្វាន់មេដាយដែរបើធ្លាក់លេខ3គឺបានមេដាយសម្រាប់លេខ2មេដាយប្រាក់ហើយលេខ1លោកចេគឺមេដាយមាសបាទមុនហ្នឹងដល់ម៉ោង11ឥឡូវគាត់ទាំង3នាក់ប្រកួតឡើងដល់ម៉ោង11 19នាទីសឹងទៅ20នាទីអញ្ចឹង20នាទីអត់ទាន់រកអ្នកធ្លាក់បានទេអញ្ចឹងការប្រកួតនេះស្វិតស្វាញណាស់ប្រហែលជាអាចដល់ម៉ោង12ថ្ងៃត្រង់ម្ដងទេ ប
មួយ32នាទីតើបានរកឃើញជើងឯកជ័យជំនះគឺកូនប្រុសឈ្មោះអង្គសេងហោបាទមកកូនប្រុសមកតែលេខ1 2 3បាទអ្នកលេខ1កូនមានអារម្មណ៍មិនដែរចាបាទនេះមើលសប្បាយចាបាទចាំកូនបានមានដែរនេះចាំកូនលេខ2មានអារម្មណ៍មិនដែរកូនតាយូបាទចាំកូនលេខ3អូសប្បាយចិត្តតិចបាទលើកក្រោយចាំប្រកួតចាំទៀតអត់ចាបាទចឹងឆ្នាំក្រោយត្រូវខំប្រឹងរៀនថែមទៀតឲ្យមកប្រកួតឲ្យបានជាប់ចំណាត់ថ្នាក់លេខល្អខ្ញុំនិយាយណាកូនបាទចឹងការប្រកួតនេះត្រូវបានបញ្ចប់អ្នកដែលទទួលបានមេដាយនេះគឺកូនប្រុសឈ្មោះអង្គសេងហោអ្នកលេខ2គឺរដ្ឋាយ៉ានីតហើយអ្នកលេខ3គឺហាលីភួរបាទសូមទេដល់ដល់នេះបាទចឹងខ្ញុំនឹងធ្វើការបំពាក់មេដាយនេះមេដាយប្រាក់មេដាយកម្រិតជូនពួកគាត់ចាំសូមលេខ3បងបាទបាទពីហើយមកតែឈឺបាទប្រពន្ធបានពីតែឈឺបាទចាំđi bù bạn thấy đâu sao đây hai anh em cả đôi chúng tôi đây tôi chơi cả đôi rồi nè đây anh em quay đi bay hai năm con đẹp lắm lập cho con đặt qua này các anh em quay đi bay các bạn đầu xa sang đây tay răng lên pin này không tá bạn chào đi mà tối lịch màu ấy lịch pin bạn cái gì quay đi con cắt con bạn thấy tối ba lên cây bạn lên cây bán là hai ba ba nhặt pin ba bạn có tay lại ba xong xong cô này lên quên có cái này con đang chốt mình làm chuột chạyបាទជាចុងក្រោយការប្រកួតត្រូវបានបញ្ចប់អញ្ចឹងកូនបានរកឃើញអ្នកចាញ់អ្នកឈ្នះហើយសង្ឃឹមថាកូនទាំងអស់នឹងខំប្រឹងរៀនឲ្យដូចឆ្នាំនេះឆ្នាំក្រោយនឹងមានការប្រកួតនៅថ្នាក់ទី3ទៀតសូមអរគុណសូមជម្រាបលា